បាទសួស្តីបងប្អូនទាំងអស់គ្នាគោរពអនុញ្ញាតជំរាបសួរពុកម៉ែបងប្អូនឥឡូវយើងអាំងជ្រូកចេញនេះជ្រូកកូនប៉ៅសម្រាប់ចេញទៅថ្ងៃហ្នឹងបងប្អូននេះមើលបងប្អូននេះជាប្រភេទជ្រូកកដោសិត 100% បងប្អូននេះមើលការលីគ្រឿងមើលការលីគ្រឿងមើលការអាំងគឺយើងផ្ចិតចង់ខ្លាំងមែនទែនបងប្អូនហ្នឹងហើយបងប្អូននេះជាជ្រូកកដោបងប្អូនខ្លះនៅតែមានចម្ងល់តាក់ទងមួយជ្រូកកដោអញ្ចឹងណាឥឡូវខ្ញុំឡាយបញ្ជាក់បងប្អូនដល់ទៀតតាក់ទងជាមួយនឹងរូបរាងរបស់ជ្រូកកដោអញ្ចឹងបងប្អូនចំពោះពេញភាគរបស់ជ្រូកកដោគឺចំោះស្រួចតិចទូចជើងទូចហើយកតុយវាវែងអ្វីសំខាន់គឺរូបរាងវាគឺដូចកដោអញ្ចឹងបងប្អូននេះបងប្អូននេះការប្រឡាក់គ្រឿងបងប្អូននេះមើលគេថាអែមគេថាទីនេះតែឆ្ងាញ់បងប្អូនគាត់តែមើលការដោតការអាំងការប្រឡាក់គ្រឿងគឺបងប្អូនគាត់ទាំងពីរគឺស្រក់ទឹកមាត់មកគឺតែឈ្ងុយគឺឆ្ងាញ់ហ្មងមិនចេះតែនិយាយដើម្បីលើកតសើខ្លួនឯងទេបងប្អូនតែធម្មតាការពិតគឺវាអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនត្រូវការយកទៅសែនឬក៏មានកម្មវិធីជួបជុំបងប្អូនអាចធ្វើការតម្លាក់លេខតម្លាក់ទីតាំងឬក៏ខលមកផ្ទាល់ដើម្បីនិយាយជាមួយនឹងខាងក្រុមការយើងខ្ញុំតាក់ទងជាមួយនឹងតម្លៃអញ្ចឹងបងប្អូនហើយចំពោះការដឹកជញ្ជូនគឺយើង free សម្រាប់ដឹកជញ្ជូនជូនបងប្អូនអញ្ចឹងអរគុណច្រើនបងប្អូនបាទជំរាបលាអត់បានឡាយយូរទេបងប្អូន